cầm đó chọn răng vì lương con đây đây nó bừng ghê lương nôm không chọn lo nó thiệt bừng ghê lương nôm không chọn cô đây đó mùi lo nữa chặt đây trong đây được ao cái này lương nôm mà chọn cô đây lập thế trời nó vậy thôi nào nè có hàng đi chụp hình tiếp nó trôi chừng lỗ cái thế này ô sợ chụp hình nó khó hả nè cái này nè chết đi đấy bỏ mấy mặt đâm mà sụp mẹ cái kho mua mấy lo mà châu ai lo thật bờ rê một cái tầng một trời ơi bờ rê một cái tao dừng tầng mà đi rồi tầng o ở bên trung đi sọt cái đóតាមសេចក្តីរាយការណ៍របស់ឯកឧត្តមសេនីយ៍ឯកអ៊ិតស្រាតនាយរងសេនាធិការចម្រុះនិងជានាយកទីចាត់ការវឹកវើអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទបាននិយាយថាឆ្លងតាមការវឹកវើអស់រយៈពេល90ថ្ងៃនិងតាមរយៈការអនុវត្តជាក់ស្ដែងនៃការបាញ់គ្រាប់ពិតនៅប្រភេទកាំភ្លើងប្រតិកម្ម BM21 ក្នុងថ្ងៃនេះគឺអាចបញ្ជាក់យ៉ាងច្បាស់ថាសិក្ខាកាមយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិចំពោះការបាញ់ប្រតិកម្មនេះគឺតម្រូវឲ្យសិក្ខាកាមយើងបាញ់ឲ្យចំគោលដៅដែលមានរយៈចម្ងាយពី20គីឡូម៉ែត្រ30គីឡូម៉ែត្រនិង40គីឡូម៉ែត្ររីឯយុទ្ធវិធីដែលត្រូវបាញ់គឺដំណាក់កាលទី1បាញ់យកគោលដៅសម្រាប់បាញ់ដំណាក់កាលទី2បាញ់កំទេចខ្មាំងថ្មើរជើងដែលវាយលុកមកលើកងទ័ពរបស់យើងដំណាក់កាលទី3គឺបាញ់ទៅរកគោលដៅជាច្រើនដើម្បីគ្រប់គ្រងកម្លាំងរបស់យើងឯកឧត្តមអ៊ិតស្រាតក៏បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខកាយមាស5ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការពារជាតិដែលបានយកចិត្តទុកដាក់ក្នុងការកសាងនិងពង្រឹងសមត្ថភាពកងយុទ្ធពលខេមរភូមិន្ទជាក់ស្ដែងសម្ដេចបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំអគ្គបញ្ជាការដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ប៉ូសរឿនឯកឧត្តមនាយឧត្តមសេនីយ៍គុណគីមនិងឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ីមុនហៀងដឹកនាំបញ្ជាឲ្យទីចាត់ការវឹកវើរៀបចំវគ្គវឹកវើបំប៉នលើជំនាញបាញ់កំភ្លើងប្រតិកម្ម BM21 ក្នុងថ្ងៃនេះទទួលបានជោគជ័យពាក់ព័ន្ធនឹងលទ្ធផលបច្ចេកទេសនៃការបាញ់គ្រាប់ពិតកំភ្លើងប្រតិកម្មប្រភេទ BM21 និងបញ្ហាមួយចំនួនលើវិស័យការពារជាតិឯកឧត្តមនាយឧត្តមសេនីយ៍ទាបាញ់មានប្រសាសន៍បញ្ជាក់ឲ្យដឹងថារៀបចំបញ្ហានេះបន្ទាប់ពីយើងបានថាធ្វើការឲ្យវឹកវើហើយយើងគឺជាហៅថាជាល្អមែនតើហ្មងបានការសម្រេចពីសម្ដេចអគ្គនាយកអគ្គមហាសេនាបតីតេជោយើងគឺសម្រេចឲ្យបានហៅថាបាញ់កោពិតនេះគឺវាការបញ្ជាក់អំពីសិក្ខាកាមឬក៏យើងហៅថាអ្នកដែលបានសិក្សារៀនសូត្រតាមបច្ចេកវិទ្យានេះហើយយកមកគប់ផ្សំនឹងគឺអនុវត្តជាក់ស្ដែងបញ្ជាក់អំពីគុណភាពក៏បញ្ជាក់អំពីហៅថាសមត្ថភាពនៃការសិក្សារៀនសូត្រនិងការវឹកវើនឹងគឺកាន់តែច្បាស់ឡើងហើយក៏បានបញ្ជាក់អំពីប្រសិទ្ធភាពនិងគុណភាពរបស់វាផងដែរបាទលោកឧត្តមសេនីយ៍អាចបញ្ជាក់ថានេះគឺជាដំណាក់កាលដោយតែសម្ដេចបានបញ្ជាក់មកថាការតម្រង់កងយុទ្ធពលខេមរភូមិន្ទហើយឥឡូវនេះបាញ់សាកប្រព្រឹត្តមានន័យថាមកដល់ពេលសមត្ថភាពក្នុងការប្រយុទ្ធជាពិសេសបើសិនជាមានការឈ្លានពានណាមួយពីប្រទេសជិតខាងឧទាហរណ៍តើសមត្ថភាពនេះអាចទប់ទល់បានទេរឿងនឹងគឺវាច្បាស់លាស់អញ្ចឹងហើយវាគ្មានស្អីដែលហៅថាមានការស្អីដែលហៅថាស្ទាក់ទើឬក៏មានអ្វីដែលហៅថានាំមកកភាពស្ងៀមឆ្ងល់នៅចិត្តទេ
កិច្ចការផងទាំងឡាយនេះគឺយើងរៀបចំក៏ពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពនៃការពារជាតិរបស់យើងឲ្យកាន់តែមានថាទំនុកទុកចិត្តហើយមានប្រសិទ្ធភាពកាន់ខាងខ្លាខ្លាំងខាងខ្លាយកមែនតែនហើយជាពិសេសគឺការឆ្លើយតបដែលមានប្រសិទ្ធភាពនៃការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលដែលគឺជាទូទៅគឺរឿងនេះគឺវាមានសារៈសំខាន់ណាស់ដើម្បីយើងគឺត្រៀមខ្លួនគ្រប់ពេលវេលាទាំងអស់មានយថាហេតុណាមួយគឺថាយើងគឺអនុវត្តយ៉ាងពេញលេញបំផុតនៅថាมันអនុញ្ញាតឲ្យអ្នកណាមកបំពៀនឬក៏និយាយចំឆ្លៀនពៀនឬក៏យើងក៏មិនមានទៅឆ្លៀនពៀនគេទេគឺអានេះគឺថាពេលដែលយើងនេះគឺយើងនឹងប្រើប្រសិទ្ធភាពរបស់យើងនេះគឺដើម្បីការពារអធិបតេយ្យការពារបូរណភាពរបស់យើងគឺយ៉ាងមានប្រសិទ្ធភាពលោកបញ្ញារដ្ឋមន្ត្រីតើនឹងរដ្ឋាភិបាលសម្ដេចរដ្ឋមន្ត្រីនឹងមានផែនការធ្វើសមយុទ្ធក្របពិតអីផ្សេងទៀតក្រៅពី 3M21 ដូចជារថក្រោះកំភ្លើងធំអីបាទនោះគឺថាវាទៅតាមលទ្ធភាពជាក់ស្ដែងនឹងគឺតាមតម្រូវការអាចពេលខាងមុខនោះគឺអាចមានការសមយុទ្ធខាងផ្នែកថ្មើរជើងគប់សំជាមួយនឹងការហៅថាគ្រឿងថ្មើរជើងគ្រឿងយន្តនោះគឺច្បាស់ហើយថ្មើរជើងគ្រឿងយន្តនោះគឺអាចមានការគប់សំជាមួយរថក្រោះរថពេលបែកអីគឺក្នុងពេលដែលហៅថាវាយក្នុងយុទ្ធវិធីវាយបក់ដល់តុងទ្រាយមួយអាចមានបញ្ហានឹងនៅពេលខាងមុខសូមបន្ថែមទៀតតើយើងនៅបន្តយុទ្ធនាការនៅក្នុងការបំផ្លាញអាវុធតទៅទៀតឬមួយពេលនេះគឺយើងកំពុងសិនរឿងបំផ្លាញអាវុធគឺនិយាយមែនតើយើងបំផ្លាញអ្វីដែលលើសពីសេចក្តីត្រូវការរបស់យើងទេនឹងសេចក្តីត្រូវការរបស់យើងគឺថាមានធំតែមិនបំផ្លាញទេអានឹងគឺច្បាស់ហើយគឺយើងគឺកាន់តែបង្កើនប្រសិទ្ធភាពរបស់វាហើយព្រមទាំងឆែកមើលប្រសិទ្ធភាពរបស់វាឲ្យកាន់តែប្រកបប្រជាថែមទៀតនេះគឺសូមបញ្ជាក់ជូនអញ្ចឹងទៅណាបញ្ហាខ្លះដែលពាក់ព័ន្ធជាមួយនឹងបញ្ហារឿងដែលហៅថាអនុសញ្ញានៃក្របបែកចង្កោមแล้วក៏រឿងបញ្ហាមួយចំនួនហ្នឹងគឺបានតែយើងកំពុងតែសិក្សានិងស្រាវជ្រាវឲ្យពិនិត្យយ៉ាងតែដល់បំផុតមុននឹងយើងសម្រេចចិត្តថានឹងដែលហៅថាចូលក្នុងអនុសញ្ញាទាំងនោះយើងគឺត្រូវពិនិត្យនឹងពីនេះព្រោះអីយើងគឺនិយាយឲ្យចំដល់យើងមានការចាំបាច់ក្នុងការពារជាតិការពារមាតុភូមិរបស់យើងនិងការពារបូរណភាពរបស់យើងមកហើយគឺអ្វីដែលជាមានប្រសិទ្ធភាពក្នុងការពារបូរណភាពរបស់ខ្លួនគឺការចាំបាច់ណាស់គឺឥឡូវនេះគឺត្រូវតែពិនិត្យមើលប្រសិទ្ធភាពរបស់វាហើយនឹងគឺបើមានខ្វះខាតចំណុចណាគឺយើងត្រូវបង្កើនប្រសិទ្ធភាពរបស់វាឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាមែនទែនដើម្បីធានាថាកិច្ចការទាំងនោះគឺយើងបំពេញបានពេញលេញសំណួរចុងក្រោយលោកបញ្ញារដ្ឋមន្ត្រីកាលពីឆ្នាំកន្លងទៅសម្ដេចយុគមានប្រសាសន៍នៅក្រសួងការពារជាតិអំពីគប់ជ្រួតពេលយុទ្ធរបស់យើងដែលសល់ជាង60គ្រឿងអាចថានឹងរៀបចំបំផ្លាញថាប៉ុន្តែពេលនេះគឺមានបញ្ហាថាសៀមអីចេះគម្រាមហែកតើកំជ្រួតនេះយើងគួរតម្លើងដាក់សាច់ដុំវិញឬមួយក៏យ៉ាងម៉េចរឿងកំជ្រួតនោះកំជ្រួតពេជ្រាអឹមហ្នឹងគឺវាផ្សេងទេអាហ្នឹងគឺផ្សេងអំពីបញ្ហាមួយចំនួនកំជ្រួតនោះគឺគោលដៅសំខាន់បំផុតគឺលើអាកាសទេតែយើងគឺសេចក្តីត្រូវការរបស់យើងគឺយើងហាក់ដូចជាវាលើសពីសេចក្តីត្រូវការរបស់យើងដោយសារអីគឺថាពេលនេះគឺយើងចាត់ទុកថាការដែលប្រទេសរបស់យើងមានសុខសន្តិភាពដល់ពេញលេញនេះមួយបញ្ហាសំខាន់បំផុតគឺការធ្វើដំណើរពីលើអាកាសរបស់បណ្ដាប្រទេសផងទាំងឡាយដែលមកមាតុភូមិរបស់យើងមកចូលមាតុភូមិរបស់យើងគឺឲ្យគេកក់ក្ដៅវិញជឿជាក់នៅសុវត្ថិភាពថាពុំមានអ្វីកើតឡើងនៅក្នុងមាតុភូមិនៅប្រជាណាចក្ររបស់កម្ពុជារបស់យើងឡើយនៅនេះបានជារឿងកិច្ចការនោះគឺយើងបានដោះស្រាយ